តលរវិធីសាស្ត្រទប់ទល់អានឹងយូរទៅវាអាចធ្វើឲ្យយើងឆេវឆាវវាធ្វើឲ្យយើងមួម៉ៅវាធ្វើឲ្យយើងគេងមិនលក់យប់ឡើងវិលរហូតចឹងហើយអានឹងបើវាធ្ងន់ធ្ងរត្រូវមានថ្នាំពេទ្យជួយតាមបច្ចេកវិទ្យាទៅគេងលក់ស្រួលទៅវាធូរបន្តិចពីព្រោះផ្លូវចិត្តហ្នឹងវាតកតទៅនឹងដំណេកហ្នឹងខ្លាំងមែនតើកាលណាគេងអត់លក់គ្រប់គ្រាន់គ្រោះថ្នាក់មែនតើមកហើយត្រូវថាសុខភាពផ្លូវកាយហ្នឹងមើលព្យាបាលហាត់ប្រាណញ៉ាំនៅកន្លែងស្រឡះកុំនៅស្មុកក្នុងកន្ទប់អុកមួយមុខអត់ងើបចេញទៅណាអាហ្នឹងវាបានដៃអាស្មុកអាស្មាញអាមួម៉ៅឆេវឆាវហ្នឹងវាមកផ្គុំគ្នានៅកន្លែងសុកមួយមុខហ្នឹងហ្មងអញ្ចឹងតើឡើងងើបតើលវៀងហាត់ប្រាណធ្វើនេះធ្វើនោះដើរទៅស្រោចទឹកបន្លែផ្កាឬក៏ធ្វើអីទៅឲ្យថាឲ្យវាសកម្មភាពផ្លូវកាយវាអាក់ទីវអាហ្នឹងយើងព្យាបាលពីខាងក្រៅហើយតននៅក្បែរហ្នឹងក៏រកមនុស្សដែលជួយសម្រួលផ្លូវចិត្តដែរហើយអ្នកនៅក្បែរហ្នឹងក៏គួរយល់ដែរបើឃើញគាត់ញ៉ៅញ៉ៅមុងម៉ាំងឆេវឆាវហ្នឹងខុសពីប្រក្រតីហ្នឹងអាហ្នឹងកំណត់ចំណានថាគាត់មានបញ្ហាផ្លូវចិត្តរបស់គាត់ទេជួនកាលគាត់អត់ចង់អញ្ចឹងទេប៉ុន្តែវាប្រទាញឲ្យទៅអញ្ចឹងមកអាហ្នឹងអកុសលវាធ្ងន់ទៅវាប្រទាញយើងទៅអញ្ចឹងមកអត់ចង់លោឡាមុងម៉ាំងអីទេប៉ុន្តែវាប្រទាញយើងទៅឲ្យមុងម៉ាំងខុសប្រក្រតីអញ្ចឹងហើយគឺថាសារបង្អោនចិត្តមកក្នុងការស្ដាប់ធម៌បង្អោនចិត្តមកកន្លែងស្ងប់ស្ងាត់ឧទាហរណ៍ថាមកថ្វាយគុំព្រះបូជាផ្កានៅកន្លែងដែលរៀងស្រឡះស្លុំទៅរៀនធ្វើសមាធិព្រោះអ្នកដែលហាម5ចិត្តលេងបាននឹងដោយសារអត់បានផ្ចង់ស្មារតីចិត្តវាអត់នៅនឹងណាវារត់តេតាយទៅអញ្ចឹងតើហ៊ានមកបង្អោនចិត្តនៅក្នុងមេត្តាក្តីសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខបង្អោនចិត្តចំពោះដង្ហើមចេញដង្ហើមចូលអានាបានសតិយូរទៅចិត្តវានៅនឹងដង្ហើមវាអត់រវើរវាយទៅក្រៅច្រើនពេកទេហើយតែបដៅចិត្តរវើរវាយទៅវាកើតទុក្ខយើងហ្នឹងណាហើយជំងឺនេះមានទាំងអស់គ្នាទាំងអ្នកមានទាំងអ្នកក្រអ្នកទូចអ្នកធំសិតតែមានជំងឺហ្នឹងហើយរៀនដូចថាកាត់បន្ថយតិចទៅមានបញ្ញាទៅកាត់បន្ថយកំហឹងទៅមិនខឹងមិនគុំទេដូចទៅហ្នឹងហើយជីវិតហ្នឹងវាអញ្ចឹងវាមានបានខ្លះមិនបានខ្លះហ្នឹងហើយគុំមិនចំណែនគេទេអូយបុនគេណាអ្នកឯងមានបានក៏ជើញចោះខ្ញុំមានសេចក្តីសន្តោសហើយខ្ញុំប្រឹងរកបានប៉ុណ្ណឹងខ្ញុំសប្បាយចិត្តនឹងប៉ុណ្ណឹងហើយរឿងណាហួសហើយអាហ្នឹងចាត់ទុកថាផលបាបចាស់ទៅចោះឡើយទៅមុខទៀតប្រឹងធ្វើល្អទៅថ្ងៃស្អែកយើងជួបរឿងណាហ្នឹងដោះរឿងហ្នឹងធ្វើម៉េចយើងមានណាដឹងមុនទេយើងដូចថារៀនកាត់អាសេចក្តីទុក្ខវាជាប់មកពីអតីតហ្នឹងបញ្ញាហ្នឹងជាអាវុធជាកំបិតកាប់ទៅកាត់ឲ្យខ្លីទៅហើយមិនទុនសាយក៏រួចត្រីរ៉ស់ក៏រួចដំណើរពីទុនសាយដែលរត់ចេញពីអណ្ដូងទៅនោះក៏ឈប់ចិត្តភូមិមួយ ដើរមករៀងឆ្ងាយដែរហើយ
រួយជើងខ្លាំងណាស់ ពេលនោះក៏មានយាយចាស់ម្នាក់ទូលចេកទៅលក់ទន្សាយនោះឃើញហើយគិតថា ឥឡូវខ្ញុំអស់កម្លាំងខ្លាំងណាស់ធ្វើមិនដេចនឹងបានជែកនោះស៊ីទៅណអូមានតែធ្វើពុតជាងាប់ហើយ គិតហើយទន្សាយនោះក៏លូនទៅដេកនៅលើផ្លូវចំណែកយាយក៏ទូលចេកដើរមកដល់ឃើញទន្សាយគិតស្មានថាស្លាប់មែនហើយក៏លាន់មាត់ថាអោយើងមកលក់ចេកថ្ងៃនេះពិតជាមានលៀបសគុណពុនពេកណាស់យើងនឹងយកអាទន្សាយនេះទៅស្លោស៊ីឲ្យបានម្ដងនិយាយរួចក៏លើកទន្សាយដាក់ក្នុងល្អីដើរទៅឯទន្សាយកាលបើបានយាយលើកដាក់លើល្អីចេកហើយក៏បកស៊ី អូយឆ្ងាញ់ណាស់ឆ្ងាញ់ណាស់ឆ្ងាញ់ណាស់ លុះយាយដើរទៅដល់ផ្ទះអ្នកភូមិក៏ហៅទៅចេកយាយយាយចូលម្នេះតិចមកយាយមីនាងដឹងហើយនាងហាយាយហើយមិនក៏ដាក់ទន្សាយនៅលើល្អីចេកទៅវិញយាយពេលដែលគាត់ដាក់ល្អីពីលើក្បាលមកទន្សាយវាក៏លោតផ្លោតបោលទៅមើលទៅចេកសល់តែសម្បកយាយចាស់នោះក៏លាន់មាត់ថាម៉ែហើយអាទន្សាយនេះនៅរស់ទេតើអញស្មានថាវាងាប់ចេកនោះក៏ត្រូវទន្សាយស៊ីអស់ខាតលក់ហើយទន្សាយក៏បោលរត់បាត់ទៅ បាយបាយយាយលាសិនហើយអរគុណសម្រាប់ជែកថ្ងៃនេះយាយ ឯទន្សាយកាលបោលពីភូមិនោះចូលទៅក្នុងព្រៃលុះទៅដល់ត្រពាំងមួយប្រុងចូលមកផឹក ខ្លាំងណាស់ ពេលនោះមានខ្យងនៅក្នុងត្រពាំងមកខាត់ថា